សម្រាប់អ្នកចង់ប្រើ Telegram អត់អស់លុយហើយយើងធ្វើការ download version ចាស់សិនចាំយើងធ្វើការ download version ថ្មីអញ្ចឹងយើងចុច Telegram version 11.2.4.4.2 បន្ទាប់មកយើងយកឲ្យលើគេគឺតាម step វាមកអូខេអញ្ចឹងបន្ទាប់ពី load មកយើងអាចធ្វើការ scroll យក version ដែលវាបានដាក់មកនេះខាងលើហ្នឹងចុចលើវាមួយទៀតដក40 មីលីក្រាមចេញអញ្ចឹងរងចាំវាបន្តិចដើម្បីយើង download យក version នឹងយកមកប្រើសិនអញ្ចឹងនៅពេលដែលហើយយើងចុចនៅកន្លែងនេះចុចលើវាមកអូខេអញ្ចឹងចាំបន្តិចវានឹង load ឲ្យយើងធ្វើការ download អញ្ចឹងវានឹង load មកយើងធ្វើការ download យើងចុច download ទៅបន្ទាប់ពី download ចប់យើងធ្វើការ install អាហ្នឹងអត់អស់លុយទេមានតែវិធីសាស្ត្រមួយគត់ដែរអាចនេះហើយចាំយើងចូលទៅតាម APK ពួរយើងធ្វើការ update version មកចំនួនថ្មីមកហ្មងបានអញ្ចឹងអានេះវាសារតាមពិតខ្ញុំ download វាហើយអញ្ចឹងយើងគាត់ធ្វើការ install ដូចខ្ញុំបានប្រាប់អញ្ចឹងចុច install វាមកបាទជាការស្រេចវាបង់លុយអត់អញ្ចឹងខ្ញុំចុចមកហើយខ្ញុំ back ថយក្រោយទាំងអស់អានេះមុនហ្នឹងខ្ញុំមើលវា load នេះលេខទូរស័ព្ទរបស់ខ្ញុំអញ្ចឹងខ្ញុំធ្វើការចុចទៅភាសាទៀតខ្ញុំមកវាផ្ញើកូដមកភាសាទៀតអញ្ចឹង Telegram ខ្ញុំវាឡូតកូដមកភាសាទៀតហើយអញ្ចឹងខ្ញុំនឹងវាយកូដនឹងចូលអូខេខ្ញុំអត់ចាំបាច់ធ្វើការបង់លុយហើយអានេះខ្ញុំវាយ Gmail ផ្ទាល់ខ្លួនខ្ញុំបន្តិចអានេះជា password Gmail ដែលយើងធ្លាប់បានដាក់ចូលអញ្ចឹងយើងចុចដាក់ទៅមុខមកអូខេអត់មានអស់លុយ100ទេជាក់ស្ដែងអត់មានអស់លុយអី100